មុននឹងបន្តិចសម្ដេចធិបតីហ៊ុនម៉ាណែតបានចេញនូវសារមួយដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃដែលក្នុងខ្លឹមសារនេះគឺមាន5ចំណុចសំខាន់ចំណុចទី1នឹងក្រសួងស្ថាប័នដែលពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង7ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែននិងស្នាក់នៅហូបចុកបណ្ដោះអាសន្នរបស់បងប្អូនដែលនៅតំបន់ព្រំដែនចំណុចទី2គឺការត្រៀមរថយន្តដើម្បីដឹកបងប្អូនដែលនៅតំបន់ព្រំដែនទៅកាន់ស្រុកកំណើតវិញចំណុចទី3គឺការត្រៀមស្វែងរកនៅការងារដើម្បីឲ្យបងប្អូនត្រឡប់មកកាន់កម្ពុជាយើងវិញនឹងមានការងារធ្វើទាំងអស់គ្នាដែលបច្ចុប្បន្នហ្នឹងគឺខ្វះកម្លាំងពលកម្មរហូតដល់70000នាក់ចំណុចទី4ហ្នឹងគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរដែលត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមគិច្ចមួយចំនួនសម្រាប់ចំណុចចុងក្រោយហ្នឹងរៀងពិសេសដែរសម្ដេចបានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនពលករដែលត្រឡប់មកពីថៃវិញចំពោះអ្នកដែលមានជាប់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន